Ok, sơ sẩy này ở cái ngày năng dùng mình thua video tại tôn bị lập biệt install Juventusនៅលើ Visual Box អញ្ចឹងដើម្បី install វាបានយើងត្រូវ download ទី1 download Visual Box សិនមកហើយមួយទៀតហ្នឹងគឺយើងត្រូវការ file ISO ដោយអានេះអញ្ចឹងខ្ញុំចង់set up Juventus អញ្ចឹងទៅខ្ញុំត្រូវ download ISO file របស់វាមកដែរតែដោយសារកុំព្យូទ័ររបស់ខ្ញុំគឺខ្ញុំបាន download ហើយអញ្ចឹងខ្ញុំអត់ download ភាសាទៀតទេតែឥឡូវយើងនឹងទៅ Visual Box របស់យើងមកអញ្ចឹងមកដល់ Visual Box នេះគឺយើងចុច new ចុច add នេះគឺមានន័យថាវាសំដៅទៅលើឧបមាថាយើងមាន Visual Machine ហើយយើង export ចេញពីកុំព្យូទ័រណាមួយហើយយើងចង់មកដាក់ចូលក្នុងហ្នឹងអញ្ចឹងយើងចុច add មកឧបមាថាឥឡូវនេះខ្ញុំមាន file អាចារ្យរបស់ខ្ញុំអា file Visual Machine អាចារ្យរបស់ខ្ញុំ Windows នេះអញ្ចឹងខ្ញុំចុច open កន្លែងនេះទៅមានន័យថាវា set up ចូល Visual Box ហ្នឹងប៉ុន្តែខ្ញុំអត់import អាចារ្យដែលមានហើយហ្នឹងទេគឺខ្ញុំបង្កើត Juventus ថ្មីដាក់នៅក្នុង Visual Box ហ្នឹងអញ្ចឹងខ្ញុំចុចកន្លែង new នេះមកហើយនេះយើងចង់ដាក់ឈ្មោះវាថាអីគេអញ្ចឹងខ្ញុំដាក់ថា u អញ្ចឹងហើយខ្ញុំអត់ select file ISO ចូលទៅក្នុងហ្នឹងឯងខ្ញុំគ្រាន់តែ set up environment វាសិនអញ្ចឹងអាកន្លែងនេះយើងទៅដាក់ជា Linux ហើយយើង select type របស់វាមកវាជាពួក Ubuntu and Chrome នេះដែរ hardware ហើយកន្លែងនេះហ្នឹងគឺយើង set up RAM មានន័យថាយើងចង់ install Visual Machine របស់យើង set up RAM ឲ្យវាមិនតែខ្ញុំអត់នេះទេដោយសារម៉ាស៊ីនខ្ញុំវាតូចដែរអញ្ចឹង leave វា as default បែបហ្នឹងទៅហើយ Chrome នេះវិញគឺតើតទៅនឹង hard disk មានន័យថាតើយើងចង់ set up hard disk មិនសម្រាប់Visual Machine របស់យើងហ្នឹងអញ្ចឹងអានេះគឺខ្ញុំអត់ set up ទេបើតែគ្នាយើងចង់ set up យើងអាចកែចំនួនវាកន្លែងនេះបានអញ្ចឹងខ្ញុំដាក់វា default បែបហ្នឹងបន្ទាប់មកខ្ញុំចុច finish អញ្ចឹងនេះអា Juventus ដែលខ្ញុំតំដល់បង្កើតមកមិញហ្នឹងនេះ storage របស់វាស្មើ 25G ណាហើយនេះ RAM របស់វាអីផ្សេងហ្នឹងអញ្ចឹងមកទៀតខ្ញុំទៅចុច setting កន្លែងនេះមកចូលកន្លែង storage នេះអញ្ចឹងយើងចុចកន្លែង empty file នេះមកយើងទៅ select ISO file ដែលយើងចង់ set up ចូលនេះថា ISO file យើងចង់ set up គេដូចថាបើខ្ញុំចង់ set up Ubuntu ឬក៏ Windows អញ្ចឹងយើង select ISO file របស់វាមកអញ្ចឹងខ្ញុំធ្វើការ install Ubuntu ខ្ញុំ select លើ file Ubuntu ហ្នឹងមកហើយចុច open វាហើយបន្តមកចុច OK មកហើយបន្តមកទៀតយើងនឹងធ្វើ start Visual Machine របស់យើងហ្នឹងអញ្ចឹងខ្ញុំចុច start ហើយវាត្រូវការ boot ត្រូវការចំណាយពេលបន្តិចកន្លែងហ្នឹងដែរដូចយើងបានឃើញអញ្ចឹងវាហាងចំណាយពេលបន្តិចដើម្បីធ្វើការ install វា download ហើយផ្សេងអីចឹងណាអញ្ចឹងខ្ញុំដាក់install មកហើយ set up ភាសាយើងចង់ set up ភាសាគេយើងដាក់អង់គ្លេសអញ្ចឹងទៅហើយកន្លែងនេះដែរវាសួររបស់យើងថាតើនេះតែយើងចង់ install ធម្មតាបាទនេះវិញminimal installation វាលក្ខណៈវាអត់ចាំបាច់ install file អីច្រើនទេអញ្ចឹងដើម្បីឲ្យចំណេះដូចថាពេលខ្លះយើងអត់ចង់ install file ច្រើននៅក្នុង Visual Machine របស់យើងទេកុំឲ្យវា slow ផងហើយណាមួយ storage យើងវាតិចយើងប្រើតែណាដែលយើងចង់ប្រើចាំ install មកក៏អញ្ចឹងណាអញ្ចឹងយើងអាចយក minimal installation នេះមកហើយចំពោះ Chrome នេះវិញupdate by installation installing អីចឹងឬក៏ install third party for graphic ឬក៏ Wi-Fi អីចឹងបើថាយើងត្រូវការ install គឺយើងចុច install វាមកអញ្ចឹងខ្ញុំចុច continue អញ្ចឹងមកហើយនេះយើងឡើងដាក់ឈ្មោះយើងចង់ដាក់ឈ្មោះគេឥឡូវដាក់ឈ្មោះតែអីចឹងមកហើយនេះ username នៅពេលដែលយើងដាក់នៅក្នុង Ubuntu របស់យើងហើយនេះ password ដាក់123អីចឹងមកតែខ្ញុំចង់ដាក់ឲ្យ password secure ហ្នឹងក៏បានដែរតែខ្ញុំដាក់អញ្ចឹងទៅខ្ជិលដាក់ secure ពេកហើយយើងចុច continue អូខេគ្នាយើងបន្តពី install ហើយឥឡូវហ្នឹងវាកំពុងធ្វើការ restart ហើយអញ្ចឹងវាចិត្តរួចហើយអូខេឥឡូវ Visual Machine របស់ខ្ញុំបាន install បានជោគជ័យហើយឥឡូវយើងធ្វើការ login តែវាសាយើងចុចលើវាមកហើយយើងវាយ password មិញដែលយើងបានដាក់នៅពេលដែលយើងធ្វើការ install វាមិញដាក់123អញ្ចឹងចុច enter មក
ខេឥឡូវហ្នឹងVisual Basic របស់ខ្ញុំបាន install បានសរសើរហើយអញ្ចឹងយើងអាចប្រើវាបានហើយអូខេចូលវិញនេះចឹងនេះអញ្ចឹងហ្នឹងឯងអ្នកនរគ្នាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណ